រឿងហូបចុកមួយអត់មានណាគេស្រួលដូចពុកខ្ញុំទេឧទាហរណ៍ថាថ្ងៃហ្នឹងម៉ែស្លមកជូរហើយភ្លេចបងមកអមពុកប្រាប់ថាអត់អីទេចាំស្អែកចាំហូបអមតាមក្រោយក៏បានដែរឥឡូវនេះបានខ្ញុំមួយទៀតហើយនេះម្សិលមិញហូបមីកូក៏ហើយភ្លេចដាក់ប្រហិតអត់បានទិញមកអញ្ចឹងទៅថ្ងៃហ្នឹងហូបប្រហិតជំនួសអត់បានហូបថ្ងៃជាមួយគ្នាប៉ុន្តែទៅវិញទៅមកហ្នឹងផ្លូវជាមួយទៅគ្នាហ្នឹងមានចំណាយហើយក៏មានចំណូលដែរណាអញ្ចឹងទៅខ្ញុំត្រូវតែមកលក់ស្កាប់មួយនេះសិតតែបានភ្ញៀវកំងទាំងអស់គ្នាភ្ញៀវរបស់ខ្ញុំហ្នឹងសិតតែនៅពេញបងថ្ងៃនេះអត់មានអវ៉ាន់ខែទេណាទាំងអស់គ្នារៀបចំដាក់ទីតាំងដាក់លេខសិនដើម្បីផ្ញើទៅឲ្យគាត់ដោយសារតែគាត់នៅរៀងឆ្ងាយបើនៅចិត្តទៅកបោអីខ្ញុំដឹកឲ្យផ្ទាល់ហ្មងអវ៉ាន់ថ្ងៃនេះខ្ញុំចេញបានពីកញ្ចប់មកកញ្ចប់គាត់ប្រាប់ថាគាត់សាកទៅកាហ្វេសិនទេហើយមកកញ្ចប់ទៀតគាត់សាកកាហ្វេមួយ7ទុំមួយដំបងគាត់ចង់យកបល័យឯងប៉ុន្តែភាសាមួយដែលលក់ចោះឡើងទៅខ្ញុំក៏ណែនាំឲ្យគាត់ប្រើ7ទុំវិញអញ្ចឹងនិយាយទៅចង់ទិញឬក៏មិនចង់ទិញអីទាំងអស់គ្នាឆាតសួរសិនក៏បានអត់អីទេបើថាឆាតឲ្យទិញតែមកក៏បានបើថាសួរពីឥឡូវហ្នឹងទៅចាំថ្ងៃ10ចាំទិញក៏បានអត់អីទេបើបងនេះវិញពីកំប៉ុងហ្នឹងមិនកថងធំហ៎តែប៉ុន្តែមិនមែនទាំងអស់គ្នាគាត់ឲ្យខ្ញុំជួយទិញលេដាក់ទៅឲ្យដែរដោយសារទិញស្រាប់ហើយគាត់ខ្ជិលពិបាកដើរទិញលេអញ្ចឹងតែឲ្យខ្ញុំទិញដាក់ផ្ញើទៅហ្មងអញ្ចឹងសម្រាប់បងណាដែលគាត់ចង់បានស្រាប់1គីឡូ10000ទាំងអស់គ្នាអាចទិញពីខ្ញុំបានចង់យកទៅលក់បន្តក៏បានដែរណាប៉ុន្តែមុនរឿងលក់បន្តហ្នឹងយើងសាកប្រើដល់គុណភាពសិនទៅស្រួលយើងប្រាប់ភ្ញៀវយើងអីចឹងដំបងទៅ5កំប៉ុងអីសិនទៅទាំងអស់គ្នាបើថាដែរចាំយើងយកដល់10កំប៉ុងទៅអាហ្នឹងបានតម្លៃកាន់តែធូរ